ធ្វើឲ្យស្ដាយក្រោយហើយនឹងស្ដាយក្រោយមិនបានធ្វើតើយើងរើសមួយណាតាមពិតទៅពីចំណុចហ្នឹងវាអត់មានអីខុសគ្នាទេគ្រាន់តែអ្នកខ្លះអត់ធ្លាប់បានជួបផ្ទាល់ខ្លួនឯងអត់ដឹងថាតើអាស្ដាយក្រោយមិនបានធ្វើហើយនឹងអាធ្វើឲ្យស្ដាយក្រោយហ្នឹងវាខុសគ្នាមិនទេទោះបីធ្វើឲ្យស្ដាយក្រោយឬក៏ស្ដាយក្រោយមិនបានធ្វើក៏ដោយកុំព្យាយាមបន្ទោសខ្លួនឯងនៅក្នុងរឿងណាមួយត្រូវចាំណាយើងម្នាក់ៗអត់អាចមើលឃើញអនាគតខ្លួនឯងបានទេមិនអញ្ចឹងទេមិនមានពាក្យថាស្ដាយក្រោយដែលមិនបានធ្វើឬធ្វើឲ្យស្ដាយក្រោយទេរឿងខ្លះយើងត្រូវរៀនទទួលស្គាល់ថាព្រំលិខិតវាបានកំណត់មកបែបហ្នឹងអញ្ចឹងបើសិនជាយើងផ្លាស់ប្ដូរបានទេយើងហ៊ានបត់បែនវិញបដិសេធខ្លះទម្លាក់ចោលខ្លះទើបជីវិតយើងវាអត់រងសម្ពាធវាអត់ខុសទេនៅពេលដែលគេនិយាយថាកើតមកជាមនុស្សត្រូវតែមានទំនួលខុសត្រូវតែក៏មិនបានន័យថាយើងត្រូវដើរតួនាទីរ៉ាប់រងគ្រប់បញ្ហាទាំងអស់នៅក្នុងជីវិតហ្នឹងបើទាំងអស់គ្នាធ្វើអីមួយឲ្យស្ដាយក្រោយឬក៏ស្ដាយក្រោយដែលមិនបានធ្វើអីមួយមិនបាច់បន្ទោសខ្លួនឯងឬអ្នកដទៃទេព្រោះថានៅលើโลกនេះអត់មានណាគេទីដឹងពីអនាគតមុនទេថាវានឹងទៅជាបែបណា